ដោយម្ដេចដែលហៅថាក្រុមការងារដែលមានសក្តានុពលខ្ពស់អញ្ចឹងក្រុមការងារដែលមានសក្តានុពលខ្ពស់គឺជាក្រុមការងារដែលម្នាក់ស្គាល់នៅឋានៈតួនាទីភារកិច្ចនិងការទទួលរបស់ខ្លួនម្នាក់ឲ្យបានច្បាស់លាស់ទី2ស្គាល់អំពីតម្លៃរបស់ខ្លួននិងតម្លៃរបស់អ្នកដទៃដែលនៅក្នុងក្រុមរបស់យើងទី3ស្គាល់ស្គាល់របៀបបន្ស៊ីគ្នាថាតើសមត្ថភាពរបស់យើងនិងសមត្ថភាពរបស់សមាជិកក្នុងក្រុមយើងអាចបន្ស៊ីគ្នាដោយរបៀបណាបន្ស៊ីគ្នានៅពេលណាហើយនឹងបន្ស៊ីគ្នាដោយឈរនៅលើឈរនៅលើការស្គាល់ចិត្តគ្នាឲ្យបានច្បាស់ដែលខ្មែរយើងប្រាប់ថាម៉េចចេះចិត្តគ្នាទៅវិញទៅមកដឹងពីចិត្តគ្នាទៅវិញទៅមកនិងយល់ពីចិត្តគ្នាទៅវិញទៅមកបាទអញ្ចឹងចិត្តសាស្ត្រដើរតួនាទីសំខាន់ណាស់នៅក្នុងការធ្វើឲ្យក្រុមមួយមានសក្តានុពលមានន័យថាម៉េចខ្ញុំនិយាយឲ្យខ្លីមានន័យថាយើងម្នាក់ស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់សមាជិកយើងហើយយើងម្នាក់ចេះជួយបំពេញគម្លាតនៅចំណុចខ្សោយរបស់សមាជិកយើងដើម្បីឲ្យគាត់คลายទៅជាសមាជិកខ្លាំងនៅក្នុងក្រុមរបស់យើងអញ្ចឹងនឹងគឺជាក្រុមដែលមានសក្តានុពល